Trong đăng tha sẽ là chả rắc tăng pi cho nó sát tập bọt ti pram rư mùi đại ở bên nút thấy xiêm ở toàn có cá chê bật tê khỏi màu đại bật tê xiêm có cá chê bật tê hỏi ta sẽ là chả rắc chả chả tặng óc nấng xiêm ănอย่างนั้นได้จ้ะ បាទសូមអរគុណបងស្រីនៅសំណួរទី2ដែលពាក់ព័ន្ធគ្នាជាមួយនឹងសាលាចរិតបងសួរថាតើសាលាចរិតខ្មែរដែលបានកត់ត្រាតាំងពីសម័យមុនអង្គរសម័យអង្គរយើងអាចថាកត់ត្រាតាំងពីសម័យចេនឡាដើមសម័យចេនឡាឬរហូតដល់មានសម័យនគរភ្នំអាហ្នឹងតើយើងឌូត្រាយើងមានប្រទេសឃើញសាលាចរិតហ្នឹងសម័យអង្គរជាដើមហ្នឹងហើយសាលាចរិតទាំងអស់នោះបច្ចុប្បន្ននៅប្រទេសថៃសួរថាគេអានយ៉ាងម៉េចចឹងណាគេអានដូចតែយើងចឹងអានចឹងវាគ្រាន់តែសំនៀងនិងសំណេរវាខុសគ្នាប៉ុណ្ណឹងសំនៀងខុសគ្នាប៉ុណ្ណឹងទេក៏ប៉ុន្តែมันអាចឃើញយើងឃើញនៅពាក្យថាព្រះកំរតេងអញគាត់ទៅមិនអានទៅព្រះកំរតេងគាត់អានផ្សេងបានទេគឺมันអាចអានបានខុសពីហ្នឹងទេគឺគាត់ត្រូវតែគោរពទៅតាមពាក្យខ្មែរហ្នឹងអំណាចហ្នឹងហើយអត់អាចចាក់បានទេយើងមិនអាចឧទាហរណ៍យើងឃើញព្រះយើងអានទៅប្រងកើតអត់ទេមិនអាចទេហើយជាពិសេសទៀតជនជាតិសៀមឬជនជាតិថៃនេះគឺគាត់គោរពណាស់អក្សរខ្មែរគឺគាត់គោរពណាស់សូម្បីតែម្ដងថ្ងៃហ្នឹងណាគុំថាតែអក្សរអីថារិញលេខក៏ជាអក្សរមួយដែរអញ្ចឹងហ៎គាត់ថាយើងចេះ1ចេះ2មិនសบายចិត្តមួយយើងជួយពីគាត់បានលុបលេខខ្មែរចេញពីគាត់ប្រើប្រាស់អត់ទេគាត់មិនហ៊ានលុបទេគឺជាអក្សរទេពគឺជាអក្សរស័ក្តិសិទ្ធិចឹងគ្រប់ទាំងអស់គឺគាត់មិនអាចលុបបានទេពាក្យមួយចំនួនដែលប្រើប្រាស់នៅក្នុងព្រះបរមរាជវាំងប្រើប្រាស់ជីវភាពប្រចាំថ្ងៃគឺពាក្យច្រើនក៏ជាពាក្យរបស់ខ្មែរដែរជាពិសេសក្នុងព្រះបរមរាជវាំងតែម្ដងប្រភពចេញអំពីពាក្យខ្មែរខ្ញុំមិនជាឧទាហរណ៍ច្រើនណាចង់និយាយថាពាក្យអស់ហ្នឹងគឺចេញប្រភពពីខ្មែរអញ្ចឹងបើសិនជាគាត់ថារិញជនជាតិខ្មែរហ្នឹងតាមគំនិតរបស់គាត់ណាថាជនជាតិមិនល្អខ្ញុំមិនប្រើពាក្យចំពោះជនជាតិខ្លួនឯងថាវាមិនល្អឯណាទោះបីយ៉ាងណាក៏ដោយក៏គាត់មិនអាចលុបពាក្យទាំងអស់នោះបានដែរហើយគាត់ក៏មិនអាចដូរពាក្យនោះចេញបានដែរហើយគាត់ក៏មិនអាចលុបលេខខ្មែរឈប់សរសេរជាលេខឡាតាំងអត់ទេយើងទេដែលនៅប្រើប្រាស់ទាំងលេខខ្មែរទាំងលេខឡាតាំងចាឯគាត់គឺអត់ទេគាត់នៅរក្សាលេខប្រភពពីខ្មែរទៅគាត់ចាត់ទុកជាស័ក្តិសិទ្ធិមួយជាអក្សរទេពមួយជាអក្សរស័ក្តិសិទ្ធិមួយករណីមួយទៀត